បាទសួស្តីបងទាំងអស់គ្នាវិធីសាស្ត្រក្នុងការដោះស្រាយនៅពេលដែលម៉ាស៊ីនយើងលោតអត់ស្គាល់គ្រាប់ទឹកថ្នាំបាទអញ្ចឹងខ្ញុំសូមបង្ហាញអញ្ចឹងយើងគ្រាន់តែបើកអាខ្ទិះទេសក្បាលនេះឡើងមកតមកទៀតយើងដកអា sensor កន្លែងនេះកន្លែងយើងញាត់ហ្នឹងដកវាចេញមកពេលយើងដកទៅគ្រាប់ទឹកថ្នាំយើងរត់មកកដាលហើយពេលវារត់មកកដាលបងប្អូនគាត់នឹងស្កាសគូតនេះស្កាសគូតនឹងឡើងហើយចុចឲ្យឡើងភ្លើងគ្រប់គ្រាប់ទឹកថ្នាំទាំងអស់បាទកាសចឹងមកបន្ទាប់ពីយើងឃើញឡើងភ្លើងគ្រប់ពណ៌ហើយយើងញាត់អា sensor នេះចូលវិញកន្លែងដែលយើងដកហ្នឹងនេះយើងញាត់ចូលហើយញាត់ចូលហើយយើងបិទអានេះចុះមកវិញមកហើយយើងបិទទុកមុខនេះឲ្យជិតដើម្បីកុំឲ្យភ្លឺពេកណាបាទបន្ទាប់ពីយើងធ្វើអញ្ចឹងមកវានឹងស្គាល់ហើយចាំផ្លែទៅហើយបើសិនជាយើងដាក់ទៅវានៅលោតចុច stop ទេយើងចុច stop ឲ្យជាប់បើសិនករណីវាមានលោតអញ្ចឹងតែបើវាអត់លោតទេវាស្គាល់តែម្ដងហើយបើយើងអត់ស្គាល់ទេយើងព្យាយាមធ្វើអញ្ចឹងម្ដងទៀតណាបាទអរគុណ